កសិករក្រោយទំនេរពីស្រែចម្ការបានចាប់យកមុខរបរជីកទំពាំងដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារយើងក្រឡេកមើលកសិករដែលរស់នៅក្នុងស្រុកគ្រវៀងមួយចំនួនបានចាប់យកមុខរបរជីកទំពាំងឫស្សីព្រៃដើម្បីជួយសម្រួលក្នុងជីវភាពគ្រួសារក្រោយពីទំនេរពីស្រែចម្ការការជីកទំពាំងនេះគឺពួកគាត់មានជាក្រុមដោយមួយក្រុមមានគ្នា2 ទៅ 5 នាក់ឡើងទៅហើយទំពាំងដែលត្រូវជីកមានទំពាំងព្រេចនិងទំពាំងឫស្សីព្រៃដែលដុះនៅតាមព្រៃតាមក្បាលស្រែនិងតាមដុកចាស់ៗហើយក្រោយជីករួចបានយកមកចាត់តាមតម្រូវការអ្នកកម្មង់ខ្លះចង់បានជាទំពាំងជូរខ្លះទៀតចង់បានជាទំពាំងស្រួយដោយតម្លៃតាមទីផ្សារលោកយាយសួនម៉នមានអាយុ68ឆ្នាំរស់នៅភូមិអូត្រឡូកឃុំរំទុំស្រុកគ្រវៀងខេត្តព្រះវិហារបានប្រាប់ថាបន្ទាប់សម្រាកការងារស្រែចម្ការលោកយាយបានរកទំពាំងឫស្សីមកស្ងោររួចចិតដាក់ហាលឲ្យស្ងួតដែលមានរយៈពេលប្រហែល2 ទៅ 3 ថ្ងៃទើបស្ងួតក្នុងការធ្វើចិតស្ដើងបណ្ដោយសាច់ក្រោយពីហាលស្ងួតហើយនោះលក់បានក្នុងតម្លៃ1 គីឡូ 7,000 រៀលទៅ 8,000 រៀលបងស្រីអៀងចន្ទ្រាអាយុ35ឆ្នាំរស់នៅសហគមន៍ជាំព្រៃស្ថិតក្នុងភូមិរំជែកឃុំរមនីស្រុកគ្រវៀងខេត្តព្រះវិហារគាត់ចាប់អារម្មណ៍លើការធ្វើទំពាំងជូរដោយគាត់បានប្រាប់ថាក្រៅពីការងារក្នុងសហគមន៍គាត់និងប្តីរបស់គាត់បាននាំគ្នាទៅជីកទំពាំងក្នុងសហគមន៍យកមកធ្វើជាទំពាំងជូរនិងទំពាំងស្រស់ដោយទំពាំងជូរដាក់កំប៉ុងជ័រឬកែវរយៈពេល4 ទៅ 5 ថ្ងៃបានជូរដោយក្នុងមួយកែវលក់បាន 5,000 រៀលផងដែររីឯទំពាំងស្រស់បាន1 គីឡូ 2,000 រៀលទៅ 3,000 រៀលដាក់លក់ក្នុងសហគមន៍ទេសចរណ៍បឹងជាំព្រៃអ៊ំស្រីតែមមឿតអាយុ50ឆ្នាំបានឲ្យដឹងថាទម្រាំបានជាទំពាំងស្ងួតគាត់ត្រូវទៅរកទំពាំងនៅឯព្រៃដែលជាទំពាំងឫស្សីនៅក្នុងព្រៃការរកទំពាំងស្រស់នេះពួកគាត់រកបានតាមភាពជាក់ស្ដែងនៅក្នុងមួយថ្ងៃបន្ទាប់ពីជីកបានហើយនោះគាត់ចិតរួចហាលស្ងួតហើយត្រូវតាក់ទងទៅឈ្មួញកណ្ដាលដើម្បីធ្វើការផ្ញើទំពាំងទៅកាន់ឈ្មួញតាមរយៈឈ្មួញឬតាមម៉ូតូរីឯតម្លៃតាមទីផ្សារខ្ញុំបាទកេងលេនធ្វើសេចក្តីរាយការណ៍